2025 កន្លងទៅវៀតណាមនាំចេញគ្រាប់កាហ្វេ $10,000 លានច្រើនណាស់ហើយចុះកាហ្វេយើងញ៉ាំច្រើនណាស់ហើយចុះមិនក៏មិនដាំ 90% កាហ្វេនាំចូលមិនមែន coffee មិនចង់លក់កាហ្វេរបស់ខ្មែរយើងទេអត់ទេយើងកំពុងតែត្រូវការមែនទែនប៉ុន្តែដោយសារគ្នាយើងអត់នាំគ្នាដាំយើងទទួលទិញតម្លៃកាហ្វេពីកសិករនៅតម្លៃទីផ្សារបើទីផ្សារកើនឡើងយើងទិញកើនតាមទីផ្សារប៉ុន្តែបើសិនជាទីផ្សារធ្លាក់ចុះគឺយើងទិញតាមតម្លៃកុងត្រាពីមុនកសិករដាំកាហ្វេទិន្នផល1គីឡូបានតែ1200រៀលទេប៉ុន្តែឥឡូវនេះតម្លៃកាហ្វេមានការកើនឡើងឥឡូវនេះក្នុងកាហ្វេស្រស់1គីឡូគឺតម្លៃ4200រៀលចឹងនេះ4ដងក្នុងមហត្តាគាត់អាចប្រមូលផលបានជិត20តោនគាត់លក់ក្នុង1គីឡូបាន4200រៀលចំណូលនៅក្នុងមហត្តាអាច$20000សម្រាប់ចំណូលក្នុងមួយឆ្នាំតួលេខនេះច្រើនមែនតើណាឥឡូវនេះយើងបានចងក្រងជាបណ្ដុំកសិករមាន480គ្រួសារស្រុកខ្មែរយើងត្រូវការប្រហែលជា5000តោនបាទនៅក្នុងមួយឆ្នាំអញ្ចឹងនេះគឺជាកន្លែងដែលកែច្នៃគ្រាប់កាហ្វេដែលមានសមត្ថភាពអាចផ្គត់ផ្គង់បាទស្រុកខ្មែរយើងទាំងមូលបានរាល់ថ្ងៃអ្នកញ៉ាំកាហ្វេញ៉ាំច្រើនមែនទែនប៉ុន្តែតមកមើលអ្នកដាំកាហ្វេវិញតិចមែនទែនចឹងថ្ងៃនេះនាំទាំងអស់គ្នាមកមើលមុខរបរដាំកាហ្វេមើលតើវាមានសក្តានុពលធំបែបណាបាទហើយខ្ញុំចុះមកមួយថ្ងៃនេះបាទអូយមើលឃើញថាទីផ្សារកាហ្វេធំណាស់បាទទាំងអស់គ្នាញ៉ាំច្រើនណាស់បាទហើយយើងនៅដាំតិចបាទយើងនៅត្រូវការកាហ្វេច្រើនមែនទែនហើយថ្ងៃនេះមកជួបមួយអ្នកជំនាញផ្ទាល់តែម្ដងបាទអ្នកដែលបានប្រឡូកជាមួយនឹងវិស័យកាហ្វេយូរហើយបាទគឺក្រុមហ៊ុន Coffee មានរឿងដែលទាំងអស់គ្នានិយាយរួមនឹកស្មានមិនដល់បាទទាំងអស់គ្នាបើមិនបានមើលវីដេអូនេះទេអត់ដឹងទេបាទទាំងអស់គ្នាដឹងតែរសជាតិកាហ្វេប៉ុន្តែអត់ដឹងថានៅពីក្រោយកាហ្វេនេះចំណូលចូលជាតិយើងគឺមានច្រើនណាស់តោះមកស្វែងយល់ទាំងអស់គ្នាតើមុខរបរមួយនេះបែបណាឥឡូវហ្នឹងទី1បាទនាំទាំងអស់គ្នាមកមើលទី1នេះគឺជាថ្នាលបដោះដើមកាហ្វេរាប់100000ដើមបាទអញ្ចឹងជំរាបសួរបាទជំរាបសួរបងបាទអញ្ចឹងឃើញថ្នាលនេះបាទដូចទាំងអស់គ្នាកំពុងមើលនេះអូយស្អាតមែនតើណាបាទគិតថាធ្លាប់តែញ៉ាំកាហ្វេដល់ពេលមកមើលអាកូនកាហ្វេនោះអាទូចហ្នឹងខ្ជូតមែនទេអាចជួយរ៉ារ៉ាំបន្តិចបានទេថាថ្នាលនេះទំហំវាប៉ុន្មានហើយអាចថាកំពុងតែបដោះកូនហើយជាប្រហែលដែរបាទបងអញ្ចឹងទំហំថ្នាលរបស់យើងនេះដែលមានទំហំផ្ទៃដីកន្លះហិកតាបាទបងឥឡូវនេះដែលយើងកំពុងតែចាប់ផ្ដើមផលិតទៅលើពូជកាហ្វេកូនកាហ្វេនេះនៅក្នុងឆ្នាំ2026នេះយើងនឹងផលិតជាង300000ដើមដើម្បីផ្គត់ផ្គង់និងចែកចាយទៅដល់បងប្អូនប្រជាកសិកររបស់យើងបាទមួយឆ្នាំប្រហែលជា300000ដើមបាទបងជាង300000ដើមបាទហើយគោលដៅធំប្រហែលជាប្រហែលហិកតាទៅដែលយើងត្រូវដាំនេះនៅក្នុងឆ្នាំនេះយើងគិតថាយើងអាចពង្រីកផ្ទៃដីក្នុងការដាំជាង400000ដើមនេះអាចពង្រីកបានជាង300ហិកតានៅក្នុងឆ្នាំ2026ហើយសំណួរមួយដែលខ្ញុំចង់សួរមែនតើបាទទៅមករាជាពិសេសគឺ coffee ផ្ទាល់តែម្ដងថាតើមកចាប់មុខរបរដាំកាហ្វេចំណេញណាពេលបច្ចុប្បន្ននេះបាទបងចំណេញបងបើសិនជាអត់ចំណេញគេអត់មកដាំកាហ្វេទេបងនិយាយលេងសើចទេបងប៉ុន្តែចំណេញតែđâyបានចំណេញទី1ដំណាំកាហ្វេអត់ដូចពីមុនទេពីមុនកសិករដាំកាហ្វេទិន្នផល1គីឡូបានតែ1200រៀលទេប៉ុន្តែឥឡូវនេះតាក់ទងជាមួយនឹងទីផ្សារតម្លៃកាហ្វេមានការកើនឡើងឥឡូវនេះក្នុងកាហ្វេស្រស់1គីឡូគឺតម្លៃ4200រៀលខុសគ្នា4ដងបាទបងខុសគ្នា4ដងអញ្ចឹងបើយើងគិតពីតាក់ទងជាមួយនឹងកសិកម្មកាហ្វេឥឡូវនេះគឺមានភាពរីកចម្រើនហើយអាចមានផលចំណេញច្រើនសម្រាប់បងប្អូនប្រជាកសិកររបស់យើងបាទហើយខ្ញុំសង្កេតឃើញមណ្ឌលគិរីបាទគឺនៅជាប់មួយវៀតណាមផ្ទាល់ហ្មងតើទីផ្សារនៅវៀតណាមបែបណាដែរណាកាហ្វេយើងអាចប្រៀបធៀបបានខេត្តមណ្ឌលគិរីយើងបើយើងប្រៀបធៀបมันខុសគ្នាប្រហែលជាមួយនឹងខេត្តដាក់ឡាក់បាទនៅក្នុងប្រទេសវៀតណាមដែលជាប់មួយមណ្ឌលគិរីឯងប៉ុន្តែខេត្តដាក់ឡាក់មួយបើតាមអ្វីដែលខ្ញុំបានធ្លាប់រៀនសូត្រក្នុងខេត្តដាក់ឡាក់មួយគេនាំចេញកាហ្វេគឺ$1000លាននៅក្នុងមួយឆ្នាំហេតុអីខេត្តមណ្ឌលគិរីយើងខ្សាច់ដែលមានសក្តានុពលមួយដែរយើងខ្ញុំគិតថាយើងមានសក្តានុពលក្នុងការពង្រីកតាក់ទងជាមួយនឹងកសិកម្មកាហ្វេបន្ថែមទៀតដើម្បីធ្វើម៉េចចាប់យកចំណែកទីផ្សារនេះឲ្យបានកាន់តែធំទូលំទូលាយហើយមានសក្តានុពលសម្រាប់កសិកម្មកាហ្វេរបស់យើងចង់តោះគ្នាមើលអូយ$1000លានណាហើយច្រើនមែនតើណាមួយខេត្តហើយនៅជាប់មួយនឹងមណ្ឌលគិរីផ្ទាល់តែម្ដង
បាទហើយក៏ខ្ញុំបានមើលរបាយការណ៍ដែរនិយាយរួម2025កន្លងទៅវៀតណាមនាំចេញកាហ្វេបាទគ្រាប់កាហ្វេបាទគឺ $10,000 លានច្រើនណាស់នេះជាតួលេខមួយធំមែនតើហើយនេះទាំងខ្ញុំនិយាយខ្ញុំប៉ុន្តែមករាគាត់អត់ឆ្ងល់ទេខ្ញុំហើយអ្នកទាំងអស់គ្នាកំពុងឆ្ងល់ណាហើយចុះកាហ្វេយើងញ៉ាំច្រើនណាស់ហើយចុះមិនក៏មិនដាំមិនក៏មិននាំគ្នាដាំអញ្ចឹងមករានិយាយមិញថាកាលពីមុន1200បាទ អញ្ចឹងណាប៉ុន្តែឥឡូវឡើងថ្លៃ4ដងបាទហើយចង់សួរបញ្ជាក់តិចថាមកដល់ពេលនេះតើ coffee បានប្រឡូកនៅក្នុងវិស័យកាហ្វេប្រហែលឆ្នាំហើយក្រុមហ៊ុន Coffee ជាក្រុមហ៊ុនកូនខ្មែរក្នុងស្រុកដែលបង្កើតឡើងនៅក្នុងឆ្នាំ2009ធ្វើការនាំចូលនិងចែកចាយគ្រាប់កាហ្វេម៉ាស៊ីនកាហ្វេពីទូទាំងពិភពលោកមកកាន់ទីផ្សារនៅក្នុងប្រទេសកម្ពុជាហើយក្រុមហ៊ុន Coffee គឺជាក្រុមហ៊ុនមួយដែលនាំមុខឈានមុខនៅក្នុងវិស័យឧស្សាហកម្មកាហ្វេនេះជាង16ឆ្នាំមកហើយជាមួយនឹងចក្ខុវិស័យជាម៉ាកយីហោប្រកបដោយនវានុវត្តន៍និងឈានមុខគេលំដាប់អន្តរជាតិដោយយើងប្រកាន់ជាប់នៅគោលចំហវិជ្ជាជីវៈនិយមយើងផ្ដោតសំខាន់ទៅលើចីរភាពនិងប្រកបដោយភាពស្មោះត្រង់ហើយនៅក្នុងឆ្នាំ2013ក្រុមហ៊ុន Coffee យើងគឺចាប់ផ្ដើមអភិវឌ្ឍឲ្យមានជាកន្លែងលេងកាហ្វេនិងផ្គត់ផ្គង់កាហ្វេនៅក្នុងស្រុកដោយខ្លួនឯងហើយយើងធ្វើការចែកចាយហើយបន្តមកទៀតនៅក្នុងឆ្នាំ2022គឺយើងចាប់ផ្ដើមក្នុងការអភិវឌ្ឍទៅលើកសិកម្មកាហ្វេនៅក្នុងខេត្តចាប់ដើមដាំបាទចាប់ដើមដាំចាប់ដើមអីហ្នឹងបាទហើយ16ឆ្នាំនេះមកដល់នេះតើកាហ្វេមណ្ឌលគិរីប្រមាណភាគរយដែល coffee កំពុងតែលក់ចែកចាយសពថ្ងៃជាក់ស្ដែងមកដល់សប្តាហ៍ថ្ងៃនេះផលិតផលកាហ្វេមណ្ឌលគិរីរបស់យើងបើយើងនិយាយពីតម្រូវការទីផ្សារគឺមានច្រើនប៉ុន្តែតកតងជាមួយនឹងអ្វីដែលកសិករផលិតបានគឺនៅទាបជាង 10% សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅឡើយទេបាទទាំងអស់គ្នាមកតិចមែនតើបាទអញ្ចឹងនេះគឺជាឱកាសមួយធំណាស់ហើយនេះតិចនេះមិនមែន coffee មិនចង់លក់កាហ្វេរបស់ខ្មែរយើងទេអត់ទេយើងកំពុងតែត្រូវការមែនតើបាទបងប៉ុន្តែដោយសារគ្នាយើងអត់នាំគ្នាដាំបាទនេះគឺជាមូលហេតុចម្បងធំបាទហើយចេះនៅទីនេះយើងមានដើមកាហ្វេនេះអានេះមួយដើមនេះទៅពេលបងប្អូនយកទៅដាំមួយដើមប៉ុន្មានដើមកាហ្វេនេះតាក់ទងជាមួយនឹងតម្លៃដែលយើងចែកចាយជូនទៅកសិករគឺមួយដើមតម្លៃ2800រៀលអូបាទតម្លៃមិនជាថ្លៃទេបាទអញ្ចឹងខ្ញុំនៅតែឆ្ងល់ថាជុំហើយហេតុអីទាំងអស់គ្នាមើលអត់ឃើញបាទហេតុអីមើលមិនឃើញជាមួយនឹងការដាំកាហ្វេហើយយេរ៉ូមអ្នកធ្វើវីដេអូទៅពេលទាំងអស់គ្នាមើលឃើញទំហំទីផ្សារវាធំឃើញថ្លៃកាហ្វេវាកើនឡើងខ្លាំងឃើញអញ្ចឹងទៅទាំងអស់គ្នាគុណគូទៅយើងឃើញថាយេរ៉ូម1ហិកតាអាចមករដូវវាហ្មងយើងអាចថាប្រមូលផលគិតជាទឹកប្រាក់ប្រហែលជាប្រហែលស្មានណាជាបទពិសោធន៍ដែលយើងធ្វើការជាមួយនឹងបងប្អូនវិជាកសិករគាត់អាចប្រមូលផលបានក្នុង1ហិកតាគាត់អាចប្រមូលផលបានជិត20តោនអាចថា20តោនហើយបើយើងគិតទៅគាត់លក់ក្នុង1គីឡូបាន4200រៀលអញ្ចឹងបើយើងគិតទៅចំណូលនៅក្នុង1ហិកតាអាចជិត$20,000សម្រាប់ចំណូលក្នុងមួយឆ្នាំតួលេខនេះច្រើនមែនតើណាហើយខ្ញុំដឹងថាវាមានចំណាយបាទចំណាយនៅក្នុងការដាំដុះប៉ុន្តែសូមទាំងអស់គ្នាមើលវីដេអូនេះឲ្យចប់បាទតើ$20,000វានៅសល់ប៉ុន្មានបាទតើកាត់ផាត់ចំណាយទៅនៅសល់ប៉ុន្មានមើលវីដេអូនេះឲ្យចប់ប៉ុន្តែចង់ទាញទាំងអស់គ្នាឲ្យមើលថានិយាយរួមធ្វើម៉េចឲ្យយើងវាមានទំនុកចិត្តជាមួយនឹងការដាំកាហ្វេនេះខណៈពេលដែលមករានិយាយមកអូយគាត់ថាយើងមើលឃើញឱកាសលើគប់ហើយសំខាន់ជាងគេបំផុត coffee 16ឆ្នាំហើយ coffee មានទីផ្សារស្រាប់បាទគាត់លក់កាហ្វេគាត់លក់ម៉ាស៊ីនហើយខ្ញុំដឹងថាម្ចាស់ហាងកាហ្វេច្រើនណាស់គឺគាត់យកកាហ្វេពី coffee បាទយកទៅឆុងឲ្យភ្ញៀវបាទប៉ុន្តែគួរឲ្យស្ដាយ 90% កាហ្វេនាំចូលបាទដោយសារហេតុអីគឺទាំងអស់គ្នានេះអត់មកអោបដើមកាហ្វេនេះជាមួយនឹង coffee បាទអត់ចាប់ជាមួយនឹង coffee ធ្វើជា partner ហើយនៅក្នុងវីដេអូនេះបាទខ្ញុំនឹងនាំទាំងអស់គ្នាទៅមើលកន្លែងកែច្នៃគ្រាប់បាទកាហ្វេទៅមើលដៃគូរបស់ coffee ផ្ទាល់ដែលគាត់បានដាំមុននឹងអ្នកទាំងអស់គ្នាកំពុងមើលនេះទៅទៀត
តើវាមានកត្តាអីខ្លះបងប្អូនចាប់មុខរបរដាំកាហ្វេនេះទៅឲ្យវាជោគជ័យឲ្យវាបានផល បាទបងអរគុណបងសម្រាប់សំណួរកន្លែងនេះល្អណាស់បងមុននឹងយើង start up ទៅលើដំណាំកសិកម្មកាហ្វេយើងត្រូវសិក្សាឲ្យបានច្បាស់ដើម្បីឲ្យដំណាំកាហ្វេជោគជ័យយើងត្រូវសិក្សាទៅលើ4ចំណុចសំខាន់ទី1គឺទៅលើពូជកាហ្វេព្រោះហេតុអីបានយើងត្រូវសិក្សាទៅលើពូជកាហ្វេគឺមានសារៈសំខាន់មែនទែនឧទាហរណ៍ដូចយើងរៀបចំផលិតពូជកាហ្វេមកប្រភេទនេះដែលយើងឲ្យឈ្មោះថាពូជ TOS1 មុននឹងយើងផលិតពូជមួយនេះមានន័យថាយើងបានយក sample ដីរបស់យើងគ្រប់គេហៅថាស្រុកនៃគោលដៅដែលមាន potential ក្នុងការ grow ទៅលើដំណាំកាហ្វេហ្នឹងយកទៅសិក្សានៅវិទ្យាស្ថាននៅក្រៅប្រទេសដើម្បីសិក្សាថាពូជណាដែលអាចសមស្របជាមួយនឹងអាកាសធាតុនៅក្នុងខេត្តមណ្ឌលគិរីអញ្ចឹងយើងបានរៀបចំពូជនេះគឺស័ក្តិសមមែនទែនអញ្ចឹងកត្តាពូជគឺសំខាន់មែនទែនគឺសម្រាប់ដំណាំកាហ្វេទី2គឺតាក់ទងជាមួយនឹងកត្តាបច្ចេកទេសក្នុងការដាំនិងការថែទាំពីព្រោះយើងមានពូជល្អបើយើងអត់មានបច្ចេកទេសក្នុងការថែទាំហើយនឹងថែរក្សាដំណាំរបស់យើងឲ្យលូតលាស់បានល្អទេក៏អាចដំណាំរបស់យើងអត់ជោគជ័យដែរពិបាកថែទាំទេមិនពិបាកអីបងបើស្អីយើងអត់ដឹងយើងពិបាកប៉ុន្តែនៅ Coffee ពួកយើងបានរៀបចំជាស្តង់ដារបច្ចេកទេសដើម្បីជួយ support បណ្ដុះបណ្ដាលទៅកសិករដែលធ្វើការជាមួយយើងក៏ដូចជាដៃគូដែលសហការជាមួយ Coffee បាទយើងនឹងមានរៀបចំឲ្យមានការរៀបចំដីការដាំការថែទាំការមានន័យថាការ pruning ការដាក់តែងមែកតាំងពីកាហ្វេចាប់ផ្ដើមដាំរហូតដល់កាហ្វេដែលយើងប្រមូលផលហើយគឺយើងមានបច្ចេកទេសក្នុងការគ្រប់គ្រងចំការរបស់យើងធានាថាកាហ្វេរបស់យើងគឺមានគុណភាពក្នុងការលូតលាស់និងគុណភាពទៅលើទិន្នផលផងដែរបច្ចុប្បន្នមានប្រហែលជាប្រមាណគ្រួសារឬក៏ដៃគូដែរដែលបានដាំមួយ coffee ឥឡូវនេះយើងបានចងក្រងជាបណ្ដុំកសិករមាន480គ្រួសារដែលយើងកំពុងតែផ្ដល់វគ្គបណ្ដុះបណ្ដាលក្នុងការផ្ដល់បច្ចេកទេសជូនគាត់ហើយដូចគ្នាយើងបានធ្វើការជាមួយនឹងដៃគូរបស់យើងដែលយើងធ្វើជា contract farming យើងមាន195គ្រួសារដែលយើងកំពុងតែធ្វើការជាមួយនឹងបងប្អូនវិជាកសិកររបស់យើងផងដែរនៅក្នុងខេត្តមណ្ឌលគិរីនេះបាទអញ្ចឹងបានន័យថាចំណុចទី2មិញចំណុចទី1ពូជយើងតេស្តរួចហើយបាទអញ្ចឹងបងប្អូនទៅដាំកាហ្វេយើងលែងបារម្ភចំម៉ាយតិចពូជនឹងអត់សុទ្ធទៅបាទឥឡូវហ្នឹងពូជហ្នឹងគឺ coffee យកដីយកទៅតេស្តតែម្ដងដើម្បីឲ្យដាំត្រូវជាមួយនឹងពូជកាហ្វេមួយនេះបងមិនធម្មតាទេបាទហើយទី2មិនអ្នកទាំងអស់គ្នាដែលកំពុងមើលនេះមិនមែនអ្នកថ្មីទេជាង400គ្រួសាររួចទៅហើយហើយក៏មានដៃគូធំដែរដែលគាត់ដាំបាទ20-30ហិកតាអីហ្នឹងក៏មានដែរបាទហើយកត្តាទី3គឺកត្តាទីផ្សារដូចបងទាំងអស់គ្នា start up ទៅលើកសិកម្មបាទយើងបារម្ភបំផុតនៅពេលដែលយើងបានប្រមូលផលហើយអត់មានទីផ្សារអញ្ចឹងសម្រាប់កន្លែងនេះដែរគឺជាកត្តាមួយដែលយើងត្រូវគិតគូរប៉ុន្តែ coffee របស់យើងគឺបានរៀបចំឲ្យមានជាកិច្ចសន្យាកសិកម្មកាហ្វេមានន័យថាធានាតម្លៃទីផ្សារជូនកសិករបាទធានាយ៉ាងម៉េចបងមានន័យថាយើងទទួលទិញតម្លៃកាហ្វេពីកសិករនៅតម្លៃទីផ្សារបើទីផ្សារកើនឡើងយើងទិញកើនតាមទីផ្សារប៉ុន្តែបើសិនជាទីផ្សារធ្លាក់ចុះគឺយើងទិញតាមតម្លៃកុងត្រាដែលយើងធានាទៅលើតម្លៃជូនកសិកររបស់យើងអត់តែអាតម្លៃទាបមួយដែលបងប្អូនអត់ខាតទេបងណាអានឹងក៏លឿនហ្នឹងសម្រាប់អ្នកកំពុងតែមានចំណាប់អារម្មណ៍បងប្អូនប្រជាកសិករបើជាបទពិសោធន៍របស់យើងទីផ្សារដោយសារ Coffee យើងជាក្រុមហ៊ុនមួយដែលប្រឡូកក្នុងវិស័យឧស្សាហកម្មកាហ្វេជាយូរមកហើយក៏អរគុណទៅដល់ម្ចាស់អាជីវកម្មដែលបានកំពុងតែគ្រប់គ្រងទៅលើជាវទៅលើផលិតផលកាហ្វេរបស់ Coffee ម្ចាស់ហាងកាហ្វេជាច្រើនម្ចាស់ហាងកាហ្វេបងប្អូនជាវនៅផលិតផលកាហ្វេរបស់ក្រុមហ៊ុន Coffee មិនមែនត្រឹមតែបងប្អូនជួយ support ទៅលើតែផលិតផលខ្មែរតែមួយមុខទេមានន័យថាបងប្អូនម្ចាស់អាជីវកម្មបានជួយវិនិយោគនៅក្នុង industry មួយនេះមានន័យថាជួយត្រឡប់មកវិញតាក់ទងជាមួយនឹងបង្កើតទី1បាទការងារជូនទៅដល់បងប្អូនប្រជាកសិករបាទបងទី2មានន័យថាយើងធ្វើឲ្យកសិកម្មទៅលើកសិកម្មវិស័យកាហ្វេនៅក្នុងប្រទេសកម្ពុជារីកលូតលាស់កាន់តែធំហើយទី3ខ្ញុំគិតថាយើងអាចជួយបង្កើនទៅលើសេដ្ឋកិច្ចជាតិដោយយើងជួយកាត់បន្ថយតាក់ទងជាមួយនឹងការនាំចូលបាទហើយអីដែលសំខាន់នោះដូចបានជំរាបចឹងបង
យើងជួយបង្កើតការងារឲ្យបងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងជាច្រើនបាទនេះជាអីមួយសូមថ្លែងអំណរគុណដល់បងដែលជាម្ចាស់អាជីវកម្មដែលតែងតែគ្រប់គ្រងទៅលើផលិតផលកូនខ្មែរផលិតផលរបស់ក្រុមហ៊ុន Coffee បាទអរគុណអ្នកដែលចូលចិត្តអ្នកដែលញៀនកាហ្វេបាទដោយសារទាំងអស់គ្នាញៀនកាហ្វេបាន Coffee មានថ្ងៃនេះគឺលុយដែលចូលទៅក្នុង Coffee អត់ទៅណាទេមកថ្នាលបាទមកថ្នាលដើម្បីបណ្ដុះដើមកាហ្វេបាទហើយចេញពីថ្នាលនេះបន្តិចទៀតយើងនឹងទៅកន្លែងជារោងចក្រកែច្នៃគ្រាប់កាហ្វេបាទហើយទៅបន្ទាប់ទៀតនៅរោងចក្រមួយទៀតគឺផលិតផលសម្រាប់ដែលចេញពីកាហ្វេទៅបាទនេះគឺជារឿងដែលយើងមានមោទនភាពខ្លាំងដែលក្រុមហ៊ុនខ្មែរបាទនិយាយរួមយើងនាំគ្នាចាប់អនាគតកាហ្វេនេះ$10,000 លាននេះធំមែនទែនបាទហើយ Coffee បាទគឺជាថ្នាលបណ្ដុះវិស័យកាហ្វេនៅកម្ពុជាបាទអញ្ចឹងនេះសង្ឃឹមថាបងប្អូនស្ដាប់ហើយនឹងមានទំនុកចិត្តដូចអ្វីដែលខ្ញុំកំពុងសួរគ្នា8មករាបាទហើយទី4អីគេទី4យើងមានសហគ្រាសកន្លែងកែច្នៃកាហ្វេធម្មជាតិ Coffee របស់យើងដែលមានទីតាំងនៅស្រុកពេជ្រដាដើម្បីយើងប្រមូលទិញទិន្នផលពីបងប្អូនប្រជាកសិករដើម្បីយកមកកែច្នៃឲ្យคล้ายជា Coffee Green Bean ដើម្បីយើងយកទៅកែច្នៃបន្តคล้ายជាផលិតផលសម្រាប់ហើយនឹងចែកចាយជូនទៅដល់បងប្អូនម្ចាស់អាជីវកម្មហើយដូចជាអតិថិជនដែលមានតម្រូវការនៅក្នុងការប្រើប្រាស់សេវាកម្មកាហ្វេកន្លែងសហគ្រាសនេះគឺធំធំហ្មងនាំគ្នាមើលឲ្យចប់បាទខ្ញុំនាំទាំងអស់គ្នាទៅមើលអនាគតនៃវិស័យកាហ្វេដែល Coffee បានអភិវឌ្ឍខ្លាំងមែនទែនហើយទៅអនាគតបាទសង្ឃឹមថាខ្មែរយើងនឹងក្លាយទៅជាអធិរាជកាហ្វេមួយផងដែរនៅក្នុងតំបន់កំពុងនៅបាទចំការមួយដែលសនជាអ្នកដាំហើយផ្គត់ផ្គង់ទៅ Coffee ផ្ទាល់តែម្ដងហើយនេះបាទនេះជាកាហ្វេដែលទុំ 100% បាទអានេះពេលបេះលក់តម្លៃប៉ុន្មានតម្លៃ4200អូបាទហើយសនចាប់ផ្ដើមនេះចការនេះប្រហែលហិកតាដែរនេះចការនេះជាក់ស្ដែងទៅទំហំដីទាំងអស់3ប៉ុន្តែផ្ទៃដីដាំបានតែ2ហិកតាទេអូបាទដោយសារវាមានចលងអូពីក្រោយយើងឆ្នៃធ្វើប្រភពទឹកបាទប្រភពទឹកខាងក្រោមស្រោចមកខាងលើបាទអូលយមែនទែនសនដាក់ដូងទុរេនមើលហើយស្អីគេផ្សេងទៀតណាដូងទុរេនមង្ឃុតតំណាំចម្រុះខ្ញុំឃើញសនឲ្យចូលមកមិនបាច់កាន់ទឹកមកឯនេះបាទគឺកាប់ដូងហូបហ្មងបាទអាហ្នឹងជាហេតុផលមួយត្រឹមតោះនេះបាទអានេះជាផលមួយតែបើយើងបានផលដែរមុនហ្នឹងឮសូរថាកាហ្វេវាត្រូវការម្លប់ដែរត្រូវការគ្រូបើកាហ្វេវាម្លប់អាហ្នឹងវាពាក់ព័ន្ធទៅលើពូជដែលបើ Robusta ចាក់ស្ដែងទៅគេដាំដូចជាមិនជាត្រូវការម្លប់អីឲ្យដោយ Arabica ពេកArabica ត្រូវការជាងបាទហើយទាំងអស់គ្នានេះគឺជា Robusta ដែលសនបានដាំហើយពេលដែលឬសូថាដាំពេលមុន Coffee មកប្រមូលផលទិញនេះគឺ1គីឡូប៉ុន្មាន2300ទេអូខ្ទង់2300ទេប៉ុន្តែដល់ពេល Coffee គាត់ចូលមក2ឆ្នាំនេះគាត់ទិញដូចជា2ឆ្នាំនេះចុងក្រោយនេះតម្លៃល្អឡើងបាទតម្លៃឡើងរហូតដល់ជាង4000បាទជាង4000នេះគឺដោយសារសនបច្ចេកទេសវាកាន់តែប្រសើរជាងមុនហ៎មិនបាទបានផលដោយសារទិន្នផលយើងបេះទី1បេះជំរើសផ្លែល្អដើម្បីឲ្យបានតម្លៃខ្ពស់ទី2ទៀតយើងបានដាក់ជីដាក់អីថែទាំវាឲ្យល្អទៅយើងបានតម្លៃខ្ពស់ទៅតាមនឹងដែរតែបើករណីថាសំខាន់លើបងប្អូនប្រជាកសិករដែរអញ្ចឹងបើគាត់ថែទាំឲ្យល្អគាត់បេះឲ្យល្អជំរើសកុំឲ្យមានសម្រាមមានអីច្រើនអានឹងយើងលក់បានតម្លៃហ្នឹងដែរឲ្យតែថែទាំបាទអញ្ចឹងឥឡូវហ្នឹងក្រោយពីយើងលក់បានជាង4000រៀលនេះគឺពីពេលហ្នឹងទៅគឺចាប់ដើមចំណេញណាចាប់ដើមថាទៅបើនិយាយឲ្យខ្លីទៅដាំកាហ្វេដូចជាវាងាយស្រួលត្រង់ថាទី1បច្ចេកទេសក៏អត់ស្មុគស្មាញទី2ការចំណាយក៏មិនជាច្រើនហួសហេតុពេកដែរបាទមុំអីត្រឹមលក្ខណៈគ្រួសារអីត្រឹម1ហាត់ឬក៏2ហាត់អីយើងអាចត្រង់រួចហើយយើងអាចថែទាំបានឲ្យជីវភាពយើងមួយឆ្នាំទៅមួយឆ្នាំក៏វាល្អទៅតាម2អ្នកប្តីប្រពន្ធមើលថែបានហើយបាទចឹងវាហាត់អីបានតែពេលចឹងយើងវាមិនត្រូវសូវចំណាយច្រើនចឹងឲ្យតែលក់បាន1គីឡូជាង4000នេះគឺសល់លុយសល់មួយឆ្នាំក៏អាចយើងសល់បានបើសិនជាឧទាហរណ៍ថាបាត់ពិសោធន៍ខ្ញុំផ្ទាល់ឆ្នាំដែលល្អនេះសល់ប៉ុន្មាន2ហិកតានេះដូចឆ្នាំដំបូងដែលបន្ទាប់ពីឆ្នាំទី4មកបានជិត40តោនស្រុកអូ40តោនស្រុកអូយច្រើនណាស់បាទច្រើនប៉ុន្តែគ្រាន់តែថាដល់ពេលវាមានមួយឆ្នាំតិចមួយឆ្នាំទៅវាផ្លាស់ប្ដូរចឹងរហូតតាមអាកាសធាតុដែរបាទតាមអាកាសធាតុនិងការថែទាំរបស់យើងបាទ
បាទអញ្ចឹងតោះគ្នាមើលនេះគឺជាផលដែលចេញមកពីកាហ្វេបាទហើយបងប្អូនទាំងអស់គ្នាដែលកំពុងតែមានដីទឹកដីនៅមណ្ឌលគិរីបាទហើយសង្ឃឹមថាទាំងអស់គ្នាមើលឃើញហើយយើងនឹងនាំគ្នាចាប់ឱកាសបាទដើម្បីបង្កើតចំណូលបាទជាពិសេសចំណូលមកដល់មណ្ឌលគិរីពីពេលនេះទៅដោយសារបច្ចេកទេសកាន់តែច្រើនអញ្ចឹងយើងអត់សូវបារម្ភរឿងផលហ្មងណា អត់ស្មុគស្មាញព្រោះដោយសារមានក្រុមហ៊ុន Coffee គាត់មានជំនាញច្បាស់លាស់មកប្រាប់តាំងពីការតែងមេឃតាំងពីដាក់ជីតាំងពីបច្ចេកទេសប្រើទៅលើការពីដើមមេឃផ្លែក្តឹបអីគាត់ប្រាប់ហើយអញ្ចឹងបងប្អូនដែលចង់ដាំបងប្អូនដាំហើយបងប្អូនតាក់ទងទៅខាង Coffee គាត់នឹងរៀបរាប់ប្រាប់បាទបច្ចេកទេសអរគុណច្រើនបាទអរគុណបាទទាំងអស់គ្នាដាំកាហ្វេជាព្រួយទៅមកហើយទៅកែច្នៃនៅណាបាទហើយដល់ពេលទាំងអស់គ្នាមកដល់បាទនេះគឺជាកន្លែងកែច្នៃគ្រាប់កាហ្វេគិតថាអូយធំមែនទែនបាទនៅកន្លែងនេះកំពុងតែជារួមកែច្នៃរាល់ថ្ងៃបាទបងនៅរដូវមានន័យថាប្រមូលផលយើងធ្វើការកែច្នៃរាល់ថ្ងៃបងបាទហើយសមត្ថភាពកែច្នៃមួយម៉ោងបានប្រមាណគីឡូនៅសហគ្រាសរបស់យើងគឺតកតងជាមួយនឹងសមត្ថភាពក្នុងការផលិតកែច្នៃនៅក្នុង1ម៉ោងគឺយើងបានកែច្នៃអាចបាន5តោននៃ Coffee Green Bean ដែលបងប្អូនវិជាកសិករយើងគាត់តែងតែហៅថាជាកាហ្វេគ្រាប់អង្គបាទអានេះយើងហៅថាគ្រាប់អង្គណាបាទហើយនៅក្នុងដៃយើងនេះមួយណាថ្លៃជាងគេនៅក្នុងដៃរបស់យើងនេះគុណភាពមួយនេះគឺថ្លៃជាងគេបងដោយសារតែគ្រាប់មានទំហំធំបងបាទភាសាបច្ចេកទេសយើងហៅថា S18 បង S18 បាទបងហើយតើពេលលេខ18នេះយកទៅឆុងយកទៅកិនយកទៅផលិតទៅវាឆ្ងាញ់ជាង3ចាននេះទៀតទេយ៉ាងម៉េចបាទបងដោយសារអីដោយសារតែកាហ្វេកាលណាតែធំមានន័យថាកាហ្វេហ្នឹងវាមានរសជាតិពេញលេញនៅក្នុងហ្នឹងបងកាហ្វេហ្នឹងគឺមានន័យថាវារីកលូតលាស់បានល្អសម្បូរទៅដោយសារធាតុរសជាតិនៅក្នុងហ្នឹងហើយតើ3ចានទៀតនេះយ៉ាងម៉េចវិញ3ចាននេះវាខុសគ្នាត្រង់តែនេះមានន័យថាជាទំហំ S16 មានន័យថាបន្ទាប់ពី S18 មកយើងបែងចែកឲ្យមាន size S16 ហើយនឹងមួយនេះគឺ Peaberry យើងតែនិយាយថានៅក្នុងកាហ្វេផ្លែកាហ្វេមួយផ្លែគឺមានតែមួយគ្រាប់ទេអូបាទហើយវាចេញមករូបរាងវាខុសគ្នាយ៉ាងម៉េចវិញអានេះតើតើមួយស្ថានគ្រាប់បងមើលនេះគ្រាប់នេះមានន័យថានៅផ្លែកាហ្វេ cherry យើងមួយគ្រាប់គឺមាន2គ្រាប់នៃគ្រាប់កាហ្វេអញ្ចឹង2គ្រាប់គ្រាប់កាហ្វេមានថាគ្រាប់វាមានរាងតប៉ែតហើយវានៅទូមុខគ្នា2គ្រាប់នោះគុំចូលគ្នាបានផ្លែកាហ្វេ cherry មួយប៉ុន្តែនេះអត់ទេផ្លែរបស់វាមានលក្ខណៈមូលអញ្ចឹងនៅក្នុងមួយផ្លែនៃផ្លែកាហ្វេគឺមានតែមួយគ្រាប់នឹងទេបងថា1ម៉ោងប្រហែលជា5តោនបាទបង1ម៉ោង5តោននៃគ្រាប់កាហ្វេអង្គរដែលយើងផលិតហើយដូចយើងទៅជ័យគ្នាតាមការប៉ាន់ស្មានប្រហែលជាស្រុកខ្មែរយើងត្រូវការប្រហែលជា5000តោនបាទនៅក្នុងមួយឆ្នាំអញ្ចឹងនេះគឺជាកន្លែងដែលកែច្នៃគ្រាប់កាហ្វេដែលមានសមត្ថភាពអាចផ្គត់ផ្គង់បាទស្រុកខ្មែរយើងទាំងមូលបានយើងគុណមិញហ្នឹងឃើញប្រហែលជា125ថ្ងៃបាទបង125ថ្ងៃនេះមានន័យថាយើងគិតទៅលើការងារមួយថ្ងៃយើងធ្វើការតែ8ម៉ោងទេប៉ុន្តែបើសិនជាទិន្នផលរបស់យើងបានច្រើនខ្ញុំគិតថាយើងអាចបង្កើនការងារយើងឲ្យទៅជាគេហៅថា2 working shift ខ្ញុំគិតថានៅត្រឹមតែ60ថ្ងៃអីតែប៉ុណ្ណោះបាទចង់ថាបាទនិយាយរួមរោងចក្រកែច្នៃគ្រាប់កាហ្វេនេះបាទនៅមណ្ឌលគិរីនេះគឺយើងមានសមត្ថភាពគ្រប់គ្រាន់ហើយបាទដើម្បីឲ្យយើងទាំងអស់គ្នារួមដៃគ្នាផ្គត់ផ្គង់ទីផ្សារស្រុកខ្មែរបាទបងយើងនៅខ្វះតែមួយគឺគ្រាប់កាហ្វេបាទអញ្ចឹងទៅមានទាំងអស់គ្នានាំគ្នាខំប្រឹងដាំបាទទៅតាមបច្ចេកទេសហើយក្រុមហ៊ុន Coffee គឺនិយាយរួមយើងមានបច្ចេកទេសយើងមានអីទាំងពូជទាំងអីហ្នឹងគឺបង្ហាញទៅដល់អ្នកទាំងអស់គ្នាអស់ហើយបាទថាយើងមានគ្រប់គ្រាន់ហើយនៅតែទាំងអស់គ្នាថាដាំឬក៏មិនដាំមករាអាចសង្ខេបតិចមើលថាតើវាទំនើបបែបណារោងចក្រមួយនេះតើតើមួយរោងចក្រកន្លែងកែច្នៃរបស់យើងនេះអ្វីដែលជាពិសេសមានន័យថាយើងកែច្នៃកាហ្វេគឺបែបលក្ខណៈធម្មជាតិបាទបងតើតើជាមួយនឹងខ្សែសង្វាក់ផលិតកម្មរបស់យើងគឺយើងមានតាំងពីមានន័យថាចាប់តាំងពីការទទួលផ្លែគេហៅថាផ្លែកាហ្វេស្រស់ cherry ពីកសិករមកយើងមានកន្លែងលាងសម្អាតមានថាកន្លែងបន្ទាប់ពីយើងឃើញអាងមួយដ៏ធំបាទបងនៅកន្លែងអាងហ្នឹងមានន័យថាដើម្បីឲ្យកាហ្វេរបស់យើងមានគុណភាពខ្ពស់កាហ្វេគឺត្រូវតែបានលាងសម្អាតយ៉ាងម៉េចព្រោះដោយសារតែពេលដែលបេះកសិករគាត់ប្រើថង់ហើយការសម្រាប់ស្តុកការ transfer ពីចំការរបស់គាត់មកទីតាំងកែច្នៃរបស់យើងអញ្ចឹងដើម្បីយកចិត្តទុកដាក់ទៅលើគេហៅថាគុណភាពយើងត្រូវតែធ្វើការលាងសម្អាតអញ្ចឹងការលាងសម្អាតនៅក្នុងអាងនេះទី1យើងបានលាងសម្អាតកាហ្វេហើយគឺទី2យើងបានធ្វើការបែងចែក
បាទ ទៅលើកាហ្វេដែលគ្មានគុណភាពចេញធម្មតានៅពេលដែលយើងដាក់នៅក្នុងអាងកាហ្វេដែលមានគុណភាពខ្ពស់វាត្រូវលេចហើយអញ្ចឹងកាហ្វេដែលមិនមានគុណភាពដូចកាហ្វេដែលស្អុយឬក៏កាហ្វេដែលខ្ចីគឺត្រូវតែអញ្ចឹងនៅពេលនោះគឺយើងចាប់ផ្ដើមធ្វើការបែងចែកអញ្ចឹងបន្ទាប់ពីយើងលាងសម្អាតហើយនឹងបែងចែកហើយខ្សែចង្វាក់ផលិតកម្មរបស់យើងបាន transfer កាហ្វេនេះទៅម៉ាស៊ីនលាងបន្ថែមទៀតដែលមានម៉ាស៊ីនមួយហ្នឹងគឺសម្រាប់បែងចែកសម្អាតទៅលើសម្រាមដែលយើងអាចធ្វើនៅក្នុងការលាងតង់ទី1អត់ទាន់បានស្អាតអញ្ចឹងយើងមានម៉ាស៊ីនមួយទៀតសម្រាប់បែងចែកសម្រាមអាចថាមេឃឈើបាទជាមេឃកាហ្វេមេឃអីដែលចូលជាមួយនឹងទិន្នផលអញ្ចឹងបន្ទាប់ពីសម្អាតនៅកន្លែងការបែងចែកសម្រាមហើយយើងមានម៉ាស៊ីនមួយទៀតបាទអញ្ចឹងម៉ាស៊ីនមួយនេះគឺជាម៉ាស៊ីនមួយគឺមានម៉ូទ័រគឺសម្រាប់បាញ់សម្អាតលាងកាហ្វេតែម្ដងបងគឺបាញ់ធ្វើម៉េចកាហ្វេដែលយើងលាងតង់ទី1តង់ទី2មកស្អាតអញ្ចឹងយើងនឹងលាងតង់ទី3បាញ់ទឹកដើម្បីលាងសម្អាតវាហើយដូចគ្នាដែរនៅពេលដែលយើងបាញ់ទឹកលាងនោះយើងម៉ូទ័ររបស់យើងនឹងធ្វើការបាញ់ផ្លែកាហ្វេឲ្យផុសឡើងលើហើយកាហ្វេដែលមានគុណភាពគឺត្រូវលិចទៅវិញហើយកាហ្វេដែលអត់មានគុណភាពវាត្រូវដែរអញ្ចឹងនៅកន្លែងម៉ាស៊ីនលាងសម្អាតរបស់យើងនេះនឹងធ្វើការបែងចែកទៀតបងកាហ្វេដែលមានគុណភាពទៅមកប៉ែកផ្សេងហើយកាហ្វេដែលអត់មានគុណភាពទៅមួយប៉ែកផ្សេងអញ្ចឹងបន្ទាប់ពីយើងធ្វើការបែងចែកហើយកាហ្វេរបស់យើងត្រូវបានបញ្ជូនទៅគេហៅថាយើងមានsilo ធំដែលយើងមានម៉ាស៊ីនមួយសម្រាប់បកសំបកអញ្ចឹងម៉ាស៊ីនមួយសម្រាប់បកសំបកហ្នឹងគឺដើម្បីអាចថាលក្ខណៈបច្ចេកទេសក្នុងការកែច្នៃតើយើងចង់កែច្នៃកាហ្វេដែលភាសាយើងតែនិយាយថាកែច្នៃកាហ្វេបែប honey process បែបលក្ខណៈ weight process honey process មានថាយើងបកសំបកប្រមាណភាគរយហើយយើងទុកសាច់ប្រមាណភាគរយជាតិស្ករបាទនៅក្នុងជាប់មួយផ្លែកាហ្វេដើម្បីយើងយកទៅធ្វើការកែច្នៃបន្ថែមទៀតហើយមួយទៀតមានន័យថាយើងអត់បកសបកអីអញ្ចឹងកាហ្វេដែលលាងហើយហ្នឹងគឺយើងយកទៅស្តុកនៅក្នុង silo របស់យើងហើយយើងយកធុងរបស់យើងដែលយើងមានធុងរបស់យើងដើម្បីយកទៅកែច្នៃបន្តដើម្បីទៅបន្ទុំយកបាទយើងយកទៅធ្វើការអាចថា ferment វាបាទដើម្បីធ្វើម៉េចឲ្យកាហ្វេហ្នឹងមានគុណភាពខ្ពស់ដែលយើងអាចកែច្នៃកាហ្វេជាពិសេសបងធ្លាប់ហូបកាហ្វេ Robusta គេតែនិយាយថាកាហ្វេ Robusta ល្វីងកាហ្វេ Robusta ខ្លាំងប៉ុន្តែឥឡូវនេះយើងកែច្នៃកាហ្វេ Robusta ឲ្យមានរសជាតិដូចកាហ្វេ Arabica ដែលមានរសជាតិផ្ការសជាតិផ្លែឈើរសជាតិអីតាមលក្ខណៈកែច្នៃបែបធម្មជាតិមានន័យថាយើងមានបច្ចេកទេសក្នុងការគ្រប់គ្រងនៃការ ferment តើយើងចង់បានរសជាតិអីនៅក្នុង steak ណាក្នុងកម្រិតណាអញ្ចឹងយើងមានបច្ចេកទេសរបស់យើងយកវាយកទៅហាបាទអញ្ចឹងការហារបស់យើងគឺយើងប្រើឲ្យមានជា green house បាទព្រោះ green house នេះទី1គឺយើងអាចការពារពីសំណើមបាទហើយយើងការពារពីអាចថាពេលមានភ្លៀងមានអីបាទហើយអ្វីដែលយើងត្រូវយកចិត្តទុកដាក់នោះគឺទៅលើសីតុណ្ហភាពហើយនិងទៅលើ humidity ទៅលើគេហៅថាសំណើមបរិយាកាសបាទហ្នឹងគឺយើងត្រូវ maintain ដើម្បីធ្វើម៉េចអាការ processing ហារបស់យើងហ្នឹងគឺថាកាហ្វេរបស់យើងមានគុណភាពបាទម្ចាស់ចការយើងពឹងតែពីដើមបាទប៉ុន្តែមកអាកាយច្នៃគ្រាប់នោះច្រើនដំណាក់កាលមែនទែននេះគឺដើម្បីឲ្យគ្រាប់កាហ្វេយើងចេញទៅមានគុណភាពអញ្ចឹងណាហើយតម្រាំចូលមកជាបាវនេះត្រូវការចំណាយពេលប្រហែលជាប្រហែលជាធម្មតាកាហ្វេរបស់យើងបើសិនអានេះអាស្រ័យទៅលើបរិយាកាសដែរបងបើសិនជាមេឃបើកថ្ងៃដូចឥឡូវនេះខ្ញុំគិតថាយើងពី2សប្តាហ៍ទៅ3សប្តាហ៍គឺយើងអាចចាប់ផ្ដើមកាហ្វេរបស់យើងហាស្ងួតហើយអញ្ចឹងកាហ្វេរបស់យើងពេលដែលយើងហាហើយយើងត្រូវធ្វើការត្រួតពិនិត្យទៅលើគេហៅថាសំណើមនៅលើគុណភាពគ្រាប់កាហ្វេរបស់យើងធ្វើម៉េចឲ្យសំណើមនៅក្នុងកម្រិតស្តង់ដារមួយដែលយើងនៅក្នុង QC របស់យើងបាន check ហើយថាកម្រិតប៉ុណ្ណឹងគឺយើងអាច finish អញ្ចឹងគ្រប់កាហ្វេទាំងអស់ត្រូវតែហាវាឲ្យនៅក្នុងកម្រិតសម្រាប់ប៉ុណ្ណឹងដើម្បីយើងយកវាមកស្តុកទុកបងជាបទពិសោធន៍របស់យើងក្នុងរយៈពេលអាចយ៉ាងយូរ21ថ្ងៃដើម្បីបញ្ចប់នឹងការហាសម្ងួត21ថ្ងៃបាទបងអូយបាទនិយាយរួមតម្រាំតែយើងយកមកដាក់ចូលក្នុងម៉ាស៊ីននេះបន្ទាប់ពីយើងហាហើយយើងត្រូវទុកកាហ្វេរបស់យើងយ៉ាងហោចណាស់ក៏មួយខែដែរបងព្រោះដោយសារអីដែលយើងត្រូវទុកដោយសារនៅពេលដែលយើងហាហើយបើយើងយកមកកិនភ្លាមកាហ្វេរបស់យើងវាមានលក្ខណៈស្រួយអញ្ចឹងនៅពេលដែលយើងធ្វើការបកសបកវាធ្វើឲ្យភាគរយនៃការខូចនៃគ្រាប់កាហ្វេរបស់យើងមានភាគរយខូចច្រើនអញ្ចឹងបន្ទាប់ពីយើងធ្វើការហាវាឲ្យស្ងួតនៅក្នុង moisture ដែលយើងបានកំណត់ហើយយើងទុកកាហ្វេហ្នឹងនៅក្នុង warehouse របស់យើងរយៈពេល1ខែមុននឹងយើងយកវាទៅធ្វើការបកសបកតែជ័យគ្នាមកសន្ទុះទៅគាត់ថាបងខ្ញុំរាល់ថ្ងៃពិបាកចិត្តជាងគេហ្នឹងគឺអត់មានគ្រាប់កាហ្វេយកមកដើម្បីកែច្នៃឲ្យ
ក្លាន់ជាមួយនឹងទីផ្សារទេ បាទបងថ្ងៃនេះជាក់ស្ដែងតើតូនជាមួយអ្វីដែលយើងបានកែច្នៃយើងផ្គត់ផ្គង់សឹងថាអត់បាន 10% នៃតម្រូវការទីផ្សារទេបងឥឡូវថ្ងៃនេះគឺយើងត្រូវការច្រើនហើយអីដែលពួកយើងកំពុងតែមានបញ្ហានេះគឺខ្វះទៅលើទិន្នផលកាហ្វេដើម្បី គឺខ្វះអ្នកដាំ បាទខ្វះអ្នកដាំ និយាយឲ្យចំហ្មងបាទវីដេអូនេះតាំងពីដើមដល់ចប់ហ្នឹងគឺខ្វះអ្នកដាំហ្នឹងហ្មង បាទបងត្រឹមត្រូវ បាទកន្លែង processing មានហើយរោងចក្រកែច្នៃចុងក្រោយមានហើយ បាទ បច្ចេកទេសយើងមានហើយឥឡូវពូជ ក៏យើងបានរៀបចំមានហើយសម្រាប់ផ្គត់ផ្គង់ទៅដល់កសិកររបស់ពួកយើងដែរ បាទអញ្ចឹងទេដើម្បីចាប់ឱកាសស្រុកខ្មែរយើងមានចំណូលរាប់ពាន់លានដុល្លារចេញមកពីគ្រាប់កាហ្វេនេះយើងនៅខ្វះតែមួយទេគឺអ្នកដាំបាទហើយតោះគ្នាមើលតាំងពីដើមដល់ចប់មកតោះគ្នាឃើញខ្លួនឯងសម្រាប់ចិត្តខ្លួនឯងមើលឃើញថាបាទនិយាយរួមវិស័យមួយនេះធំណាស់ហើយអ្វីដែល coffee កំពុងតែចូលរួមនេះគឺវាលើកស្ទួយវិស័យមួយនេះតែម្ដងអញ្ចឹងយើងមានម៉ាស៊ីនអីខ្លះអាចជួយរ៉ាប់ទីបាន អញ្ចឹងជាដំបូងគឺយើងមានម៉ាស៊ីនកន្លែងនេះយើងមានកន្លែងដាក់ទៅលើគ្រាប់កាហ្វេដែលយើងបានហាស្ងួតឲ្យបងបានលើកឡើងខាងដើមហ្នឹងបន្ទាប់ពីយើងហាស្ងួតហើយយើងស្តុកមួយខែបន្ទាប់ពីរក្សាទុកមួយខែហើយយើងត្រូវយកគ្រាប់កាហ្វេហ្នឹងយកមកធ្វើការបកសបកអញ្ចឹងដើម្បីបកសបកយើងមាន system របស់យើងម៉ាស៊ីនរបស់យើងធ្វើការបូមកាហ្វេទៅស្តុកនៅក្នុង silo របស់យើង silo របស់យើងគឺធំមែនតើបន្ទាប់មកទៀតយើងរៀបចំទម្លាក់កាហ្វេពី silo មកចូលក្នុងម៉ាស៊ីនបកសបករបស់យើងបាទបងអញ្ចឹងបន្ទាប់ពីយើងធ្វើការបកសបកហើយកាហ្វេដែលបានបកសបកហើយហ្នឹងត្រូវបានបញ្ជូនទៅម៉ាស៊ីនដើម្បីសម្អាតទៅលើព្រោះនៅពេលដែលយើងកិនមកវាមានកន្តិចមានកន្ទីបាទហើយនៅក្នុងគ្រាប់កាហ្វេអាចពេលដែលយើងធ្វើការធ្វើ processing នៅក្នុង step ដំបូងអាចមានគ្រាប់ដែលអត់ទាន់មានគុណភាពខ្លះវាអត់ទាន់មានន័យថាអត់ទាន់អស់ 100% ទេអញ្ចឹងនៅកន្លែងទីតាំងនេះគឺដើម្បីធ្វើការ sort ទៅលើគេហៅថា density គ្រាប់ណាដែលអត់មានគុណភាពដែល density ស្រាល គ្រាប់ដែលអត់គុណភាពមកដល់ដំណាក់កាលនេះគឺអាស្រាលជាងគេបាទស្រាលហើយនឹងមានកំតិចកំទីដែលយើងបកសបកហ្នឹងវាធ្វើការបែងចែកមកអញ្ចឹងបន្ទាប់ពីបែងចែកហើយកាហ្វេដែលបានសម្អាតហើយហ្នឹងត្រូវការបញ្ជូនទៅម៉ាស៊ីនរបស់យើងមួយទៀតអញ្ចឹងម៉ាស៊ីននេះគឺជាម៉ាស៊ីនមួយសម្រាប់ធ្វើការបែងចែកសាយបែងចែកទំហំដូចបងយើងមាន4សាយមិញយើងមានសាយ18សាយ16សាយ14និង Peaberry ខកកាហ្វេមិញហ្នឹងកាហ្វេយើងបានបញ្ជូនទៅស្តុកទុកនៅក្នុង silo នីមួយៗទៅតាមទំហំបាទបងអញ្ចឹងបន្ទាប់ពីយើងធ្វើការស្តុកហើយកាហ្វេរបស់យើងទៅបញ្ជូនទៅសម្អាតទៀតបងព្រោះការសម្អាតនេះមានសារៈសំខាន់មែនតើបាទបងអញ្ចឹងយើងធ្វើការសម្អាតកាហ្វេរបស់យើងត្រូវការសម្អាតជាមួយនឹងម៉ាស៊ីន gravity ដែលវានឹងសម្អាតសម្រិតចម្រាំងទៅលើគុណភាពកាហ្វេដែលមាន density ដង់ស៊ីតេខ្ពស់ហើយបែងចែកកាហ្វេដែលមានដង់ស៊ីតេទាបចេញពីគ្នាបាទបងអញ្ចឹងបន្ទាប់ពីយើងសម្អាតហើយកាហ្វេរបស់យើងបានបញ្ជូនទៅនៅក្នុង silo របស់យើងហើយបន្ទាប់ពីបញ្ជូនទៅស្តុកនៅក្នុង silo របស់យើងហើយដំណាក់កាលចុងក្រោយគឺយើងបញ្ជូនកាហ្វេរបស់យើងគឺចូលទៅមាន scan ជាមួយនឹង color sorter ហេតុអីបានយើងត្រូវ scan ជាមួយនឹង color sorter ព្រោះដោយសារកាហ្វេយើងសម្អាតវាសម្អាតទៅលើ density ទៅលើទំហំបាទទំហំប៉ុន្តែអាចមានគ្រាប់ខ្លះអត់មានគុណភាពឧទាហរណ៍ដូចបងយើងមានគ្រាប់បាទគ្រាប់ខ្មៅបាទគ្រាប់ខ្មៅគ្រាប់ full sour ឬក៏មានគ្រាប់ដែលបែកបាក់បាទបងឬក៏មានកំតិចឈើឬក៏ថ្មអីនៅក្នុងហ្នឹងអញ្ចឹងម៉ាស៊ីន color sorter របស់យើងវានឹងធ្វើការទាត់ទៅលើគ្រាប់បាទដែលមានគុណភាពបាទទាត់ចោលយកចម្រាញ់តែគ្រាប់កាហ្វេដែលមានគុណភាពបាទអញ្ចឹងបន្ទាប់ពីយើង sort ហើយកាហ្វេរបស់យើងត្រូវបានយកទៅ storage នៅក្នុង silo ដ៏ធំហើយបន្តមកទៀតយើងនឹងធ្វើការរៀបចំ pack នៅក្នុងថង់របស់យើងក្នុងមួយថង់60គីឡូដើម្បីយើងធ្វើការបញ្ជូនទៅសហគ្រាសកែច្នៃរបស់យើងនៅក្នុងកែច្នៃចុងក្រោយប៉ុន្តែតម្រាំមកយើងបាននៅចុងក្រោយនេះនៅចេញពីនេះទៅគឺយើងប្រកាស 100% ទាំងពណ៌ទៀតបាទបងបាទពណ៌ដែលយើងហៅថា green bean ហ្នឹងបាទពណ៌បៃតងហ្នឹងគ្រាប់កាហ្វេពណ៌បៃតងហ្នឹងគឺអាហ្នឹងគឺចុងក្រោយហើយបាទចុងក្រោយបំផុតដែលយើងច្រកបាវហ្នឹងគឺជាគុណភាពចេញពីទីនេះទៅអញ្ចឹងមិនគិតថាអូយមិនធម្មតាបាទខ្មែរយើងអាចបង្កើតរោងចក្រមួយដែលផលិតនៅគ្រាប់កាហ្វេដែលមានគុណភាពអន្តរជាតិបាទបងអញ្ចឹងមកក្រាក្រោយពីមើលឃើញសង្វាក់ផលិតកម្មកែច្នៃគ្រាប់កាហ្វេដ៏ទំនើបរបស់ Coffee ហើយចុះទីផ្សារ
កាហ្វេយើងរាល់ថ្ងៃគ្រាប់កាហ្វេយើងរាល់ថ្ងៃបែបបងប្អូនដាំហើយយ៉ាងម៉េចដែរណា សម្រាប់ទីផ្សារនៅពេលបច្ចុប្បន្ននេះគឺលែងជាការបារម្ភទៀតហើយបងពីមុនកសិករនៅពេលដែលគាត់ដាំកាហ្វេគាត់ទទួលបានទិន្នផលអញ្ចឹងធ្វើឲ្យឈ្មួញកដាដែលជាឈ្មួញអាចថាគាត់ទទួលទិញបាទមកពីក្រៅទទួលទិញផលិតផលពីកសិករគាត់ទម្លាក់តម្លៃបាទបងអញ្ចឹងពេលខ្លះកសិកររបស់យើងពេលដែលគាត់ព្យាដាំហើយគាត់ខំប្រឹងដាំហើយដល់ពេលគាត់ទទួលបានទិន្នផលហើយពេលដែលគាត់លក់ចេញបែរជាបានតម្លៃទាបតែធ្វើឲ្យគាត់ខាតបង់នេះដោយសារយើងមានតែមកប្រភពលក់ចេញបាទហើយឥឡូវមាន coffee ចូលមកទិញដែរបាទបងបាទយើងលែងមានអ្នកគោតម្លៃទៀតហើយតាមត្រូវបងឥឡូវនេះយើងលែងមានអ្នកគោហើយព្រោះដោយសារពីមុនដោយបានជំរាបបងខាងដើមអញ្ចឹងកសិករគាត់ចង់ដាំពេលដែលគាត់ដាំហើយមានគេហៅថាមានទិន្នផលលក់ហើយប៉ុន្តែលក់បានតម្លៃទាបពេលខ្លះទៅកសិករខ្លះទៀតគាត់ចាប់ផ្ដើមអស់ជំនឿអញ្ចឹងគាត់ធ្វើការផ្លាស់ប្ដូរអាចថាឃើញអាមេរិកឬក៏ឃើញអីដំណាំអីកំពុងមានទីផ្សារអញ្ចឹងគាត់ផ្លាស់ប្ដូរដំណាំគាត់កាប់កាហ្វេអញ្ចឹងទៅគាត់ទៅដាំដំណាំផ្សេងប៉ុន្តែឥឡូវនេះគឺអត់ទេគាត់លែងបារម្ភទៀតហើយព្រោះដោយសារអីយើងមានក្រុមហ៊ុន Coffee យើងដែលឈរជើងនៅក្នុងខេត្តមណ្ឌលគិរីនេះដើម្បីទទួលទិញទិន្នផលពីកសិករហើយយើងមិនមែនគ្រាន់តែថាយើងចេះថាទទួលទិញទេគឺពួកយើងមានជា contract បាទយើងមានកងត្រាទទួលទិញពីកសិករដោយសប្តាហ៍នេះយើងបានធ្វើកងត្រាជាមួយកសិករក្នុងការប្រមូលទិញគម្រោងនេះដូចបងឃើញអញ្ចឹងទំហំផ្ទៃដី38ហិកតាដែលយើងគ្រប់គ្រងបាទដែលយើងគ្រប់គ្រងទៅលើពូជយើងគ្រប់គ្រងទៅលើបច្ចេកទេសក្នុងការរៀបចំការដាំដុះជូនទៅដល់ដៃគូគម្រោងរបស់ពួកយើងបងហើយនេះយើងដាក់ដំណាំចម្រុះណាចម្រុះគ្នាមួយកាហ្វេណាបានបងនៅទីនេះយើងអាចថាជា model ថ្មីមួយដែលយើងអាចដាំកាហ្វេអាចថាជា agroforestry model ដែលយើងដាំកាហ្វេជាមួយនឹង macadamia ជាមួយនឹង bur ជាមួយនឹង terrain បាទបងព្រោះយើងធ្វើបែបនេះព្រោះហេតុអីបានយើងត្រូវដាំបែបនេះដោយសារកាហ្វេវាត្រូវការម្លប់បាទម្លប់ក្នុងការលូតលាស់ឲ្យបានល្អហើយវាត្រូវការការពារខ្យល់អញ្ចឹងពេលដែលយើងដាក់មួយដំណាំនេះវាជាយើងផ្ដល់គេហៅថាសក្តានុពលមួយឲ្យកាហ្វេលូតលាស់បានល្អហើយនៅពេលដែលប្រមូលផលមានផលចំណេញសម្រាប់កសិករចំណេញយ៉ាងម៉េចគាត់ប្រមូលផលទៅលើកាហ្វេហើយគាត់ប្រមូលផលទៅលើដំណាំផ្សេងៗនៅក្នុងចម្ការដូចមាន macadamia មាន bur មាន terrain នៅក្នុងនឹងដែរអញ្ចឹងនេះជា model មួយដ៏ល្អសម្រាប់កសិករទី1បង្កើនចំណូលបាទជូនទៅដល់គាត់ផងដែរបាទហើយអ្វីដែលពិសេសជាងនឹងទៀតបាទទាំងអស់គ្នាបាទនៅពីក្រោយខ្ញុំនេះគឺមាន solar ផ្ទាំងធំៗណាតោះប្រហែលផ្ទាំងនេះទាំងអស់ដូចជា7ផ្ទាំងបងបាទ7ផ្ទាំងប៉ុន្តែ solar ដែលទាំងអស់គ្នាកំពុងមើលនេះពិសេសម្យ៉ាងគឺវារេទៅតាមថ្ងៃបាទបងរេទៅតាមថ្ងៃព្រោះ solar យើងផ្សេងមានន័យថានៅពេលដែលយើងដាក់ហើយនៅទីតាំងនឹងតែមួយឯងបាទអញ្ចឹងនៅពេលតតែមានថ្ងៃចំពីលើ solar ហ្នឹងបាន solar នឹងធ្វើការប៉ុន្តែ solar របស់ពួកយើងគឺអត់ទេគឺយើងរៀបចំឲ្យមានជាប្រព័ន្ធរេតាមថ្ងៃអញ្ចឹងពេលដែលព្រឹកឡើងនៅពេលដែលថ្ងៃរះពីទិសខាងណាអញ្ចឹង solar យើងនឹងងាកទៅទិសរបស់ថ្ងៃហើយធ្វើការបូមទឹកបាទហើយយើងមានអាងទឹកមួយដ៏ធំនៅទីនេះបាទនេះគឺជាប៉ុន្មាននេះជាអាងមួយដែលយើងបង្កើតឡើងសម្រាប់ស្តុកទឹកដើម្បីទំនុកបំរុងធ្វើម៉េចមានទឹកគ្រប់គ្រាន់ដើម្បីស្រោចស្រពទៅលើដំណាំរបស់យើងអញ្ចឹងអាងទឹកនេះយើងរៀបចំដៃគូរបស់យើងគាត់រៀបចំទទឹង30ម៉ែត្រមានបណ្ដោយ70ម៉ែត្រនិងជម្រៅ5ម៉ែត្រដើម្បីស្តុកទឹកក្នុងការផ្គត់ផ្គង់ស្រោចស្រពទៅនឹងដំណាំកាហ្វេរបស់យើងស្តុកទុកបានច្រើនមែនទែនក្នុងការធ្វើការស្រោចស្រពទៅលើដំណាំនៅក្នុងចម្ការបាទអានេះគឺមួយឆ្នាំពេញហ្មងមានន័យថាយើងស្រោចហើយយើងមានប្រព័ន្ធដែលយើងរៀបចំជាបច្ចេកទេសជូនគាត់នោះគឺបូមពីអូមកចូលស្រះហើយបូមពីស្រះយកទៅស្រោចទៅលើដំណាំកាហ្វេអញ្ចឹងវា recycle ទៅវិញបងបាទនេះជាកសិកម្មទំនើបបាទដែលទាំងអស់គ្នាកំពុងមើលនេះបាទជារួមតោះនេះសហការមួយ coffee យើងបានទឹកកាហ្វេហើយបាទហើយយើងបានទាំងបច្ចេកទេសទំនើបដែលយើងធ្វើសម្រាប់ចំការកាហ្វេនៅមណ្ឌលគិរីផ្ទាល់តែម្ដងឥឡូវយើងមានខាងអង្គការជាដៃគូ WWF ដែលជាអង្គការគាំពារទៅលើសត្វព្រៃបាទហេតុអីបានយើងអាចជជែកថាយើងអាចសន្មតថាលើសពីកាហ្វេបាទពីព្រោះនៅពេលដែលកសិករគាត់ដាំទៅលើទិន្នផលកាហ្វេបានផលច្រើនអញ្ចឹងគាត់នឹងផ្ដោតសក្តានុពលទៅលើកាហ្វេអញ្ចឹងនឹងកាត់បន្ថយតកតងជាមួយនឹងការ
អនុវត្តនៅអំពើខុសច្បាប់តាក់ទងជាមួយនឹងបាញ់ បបាញ់សត្វអីលែងនិយាយហើយបាទអញ្ចឹងតោះគ្នាមើលនិយាយរួមដំណាំកាហ្វេនេះសូម្បីតែអង្គការអន្តរជាតិបាទ WWF ក៏គាត់គ្រប់គ្រងនៅក្នុងការដាំដុះដែរបាទវាជួយដល់សហគមន៍អញ្ចឹងវាមានតម្លៃលើសពីកាហ្វេយើងមិនមែនដាំកាហ្វេលក់តែកាហ្វេទេគឺយើងដាំកាហ្វេអភិវឌ្ឍសហគមន៍ផងដែរអានេះទំដាំណាបាទបងនេះទំដាំយើងទំដាំប្រហែលជាបានមួយខែជាងបាទបងបាទដោយសារនេះដោយសារមានទឹកគ្រប់គ្រាន់អញ្ចឹងមើលចេញមកឡងមកបាទបងត្រឹមត្រូវបងដោយសារយើងបានរៀបចំប្រព័ន្ធស្រោចស្រពហើយនឹងបច្ចេកទេសក្នុងការធ្វើម៉េចឲ្យដំណាំលូតលាស់បានល្អបងបាទតើអ្វីជាផែនការអនាគតសម្រាប់ coffee ក្នុងការដាំដុះនេះបាទបងសម្រាប់ជាផែនការនៅពេលអនាគត coffee យើងមានផែនការច្បាស់លាស់យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងដៃគូជាពិសេសជាមួយនឹងបងប្អូនប្រជាកសិកររបស់យើងនៅក្នុងខេត្តមណ្ឌលគិរីបាទធ្វើការអភិវឌ្ឍដំណាំកាហ្វេឲ្យបាន2000ហិកតានៅក្នុងឆ្នាំ2030ទី2យើងនឹងដាក់ឲ្យអនុវត្តស្តង់ដារអន្តរជាតិដើម្បីកំណត់គោលដៅនាំចេញហើយទី3យើងនឹងពង្រីកខ្សែសង្វាក់ផលិតកម្មយើងឲ្យធំជាងមុនបាទហើយនៅក្នុងហ្នឹង coffee កំពុងតែនឹងសម្ពោធរោងចក្រថ្មីដែរបាទយើងកំពុងតែពង្រីកទៅលើរោងចក្ររបស់យើងសម្រាប់កែច្នៃកាហ្វេបាទបងដំណាក់កាលទី4យើងនឹងសហការជាមួយនឹងក្រសួងនិងស្ថាប័នដែលពាក់ព័ន្ធដើម្បីស្វែងរកទីផ្សារថ្មីនៃទីផ្សារអន្តរជាតិសម្រាប់ដំណាំកាហ្វេផលិតផលកាហ្វេរបស់យើងដែរបាទហើយយើងគិតទៅយើងនឹងមានក្តីសង្ឃឹមខ្លាំងមែនទែនបាទសម្រាប់ដំណាំកាហ្វេនេះហើយមុនហ្នឹងយើងនិយាយប្រហែលជា2ឆ្នាំណាបាទទទួលផលណាអានេះចាប់ពីយើងធ្វើការដាំរហូតទៅដល់រយៈពេល2ឆ្នាំគឺយើងអាចទទួលផលជាលើកដំបូងព្រោះថាការទទួលផលហ្នឹងមិនទាន់បានពេញលេញច្រើនទេប៉ុន្តែយើងអាចប្រមូលផលបានហើយបងបាទឥឡូវហ្នឹងបងប្អូនពងមើលហើយចង់សហការមួយ coffee មែនទែនតើគាត់គួរត្រៀមខ្លួនអីខ្លះបាទបងសម្រាប់កសិករឬក៏បងប្អូនដែលមានចំណាប់អារម្មណ៍ជាមួយនឹងដំណាំកាហ្វេបងប្អូនអាចតាក់ទងមកក្រុមការងារcoffee របស់យើងដើម្បីប្រឹក្សាតាក់ទងជាមួយនឹងការងារបច្ចេកទេសទី1តាក់ទងជាមួយនឹងសិក្សាទៅលើគេហៅថាគម្រោងច្បាស់មុននឹងយើងទៅធ្វើការដាំតាក់ទងជាមួយនឹងសិក្សាទៅលើពូជបាទទៅលើពូជតាក់ទងទៅលើដីហើយនឹងតាក់ទងជាមួយនឹងការរៀបចំទៅលើ budget ក្នុងការរៀបចំជាក់ស្ដែង coffee គឺយើងមានក្រុមការងាររួចរាល់ហើយចាំតែជួយ support នេះបច្ចេកទេសគឺមានគ្រប់គ្រាន់ទាំងអស់បាទទាំងបច្ចេកទេសទាំងពូជទាំងដៃគូគ្រប់គ្រងធាតុចូលគឺយើងអាចមកជួបពិភាក្សាគ្នាហើយអាចយកគម្រោងនេះទៅសិក្សាលម្អិតមុននឹងយើងរៀបចំទៅលើក្រៅពីមណ្ឌលគិរីតើកន្លែងណាខ្លះទៀតដែលបងប្អូនដែលមានដីអាចដាំបានជាក់ស្ដែងយើងឃើញឥឡូវនេះបងប្អូនប្រជាកសិកររបស់យើងនៅខេត្តមួយចំនួនឧទាហរណ៍ដូចនៅរតនគិរីនៅបៃលិននៅស្ទឹងត្រែងឥឡូវនេះមាននៅអូសោមទៀតដែលគាត់កំពុងតែធ្វើការដាំទៅលើដំណាំកាហ្វេហ្នឹងបងនិយាយរួមនៅតំបន់ខេត្តណាដែលមានភ្នំខ្ពស់បាទប៉ុន្តែអ្វីដែលយើងសិក្សាទៅខេត្តមណ្ឌលគិរីគឺជាខេត្តដែលមានសក្តានុពលខ្ពស់អំណោយផលសម្រាប់ដំណាំកាហ្វេបាទហើយមួយទៀតតើ1ហិកតាចំណាយដើមទុនប៉ុន្មានសម្រាប់ទៅលើដំណាំកាហ្វេនេះតាក់ទងជាមួយនឹងការចំណាយឲ្យទៅតាមលក្ខណៈបច្ចេកទេសយើងអាចចំណាយទៅលើ budget ប្រហែលជា$10,000ក្នុងការរៀបចំ complete តាំងពីយើងរៀបចំដីរហូតទៅដល់ចេញជាចំការទាំងស្រុងហ្មងបាទហើយចំការនេះមិនមែនចំការលេងសាមញ្ញទេគឺចំការទំនើបតែម្ដងបាទដូចទាំងអស់គ្នាកំពុងមើលនៅក្នុងវីដេអូនេះបច្ចេកទេសមិនធម្មតាទេបាទដូចទាំងអស់គ្នាដឹងទៅនិយាយរួមចការដែល coffee ធ្វើនេះជាលក្ខណៈដំណាំចម្រុះយើងផ្ដោតលើកាហ្វេទេប៉ុន្តែដាំកាហ្វេនៅជាមួយនឹង coffee បាទមិនមែនបានតែកាហ្វេទេនេះបានអាដើមនេះមួយផងដែរតោះគ្នាមើលស្រៀងដើមមានណាប៉ុន្តែនេះមិនមែនដើមមានទេណាម៉ាកាដាមៀបាទហើយគ្នាយើងដែលធ្លាប់ញ៉ាំអូយឆ្ងាញ់ណាស់អាដើមនេះឆ្ងាញ់មែនទែនហើយអានេះមិនមែនតែមកឆ្ងាញ់ទេថ្លៃទៀតបាទ1គីឡូ$20ណាអ្នកដែលជាដៃគូ coffee សំណាងណាដាំកាហ្វេបាន 3-4 មុខនេះបាទនៅក្នុងចំការនេះគាត់ដាំនៅក្នុងនេះមាន macadamia មាន burr
នឹងមាន terrain ផងដែរបងនៅចម្រុះនៅក្នុងចំការហ្នឹង ហើយពូជដែល coffee រើសមកនេះស្តាក់ល្អបំផុតណា បាទត្រឹមត្រូវបង បាទអញ្ចឹងទេនេះគឺជាចំការមួយដែលគ្នាយើងនិយាយរួមមកនេះគឺមកចប់ហ្មង ចំណេញច្រើនមែនទែនបាទដាំចំណូលធំមកពីកាហ្វេទេប៉ុន្តែក្រៅពីកាហ្វេនេះគឺជាដំណាំមួយដែលមនុស្សភាគច្រើននៅស្រុកខ្មែរអត់ទាន់ស្គាល់ទេដំណាំកាហ្វេនេះអូយលើកទី1ខ្ញុំមិននឹកស្មានថាវាលើសពីកាហ្វេកាហ្វេមណ្ឌលគិរីលើសពីកាហ្វេដោយសារម៉ាដាមតំណាងខាង WWF និយាយរួមគឺគាត់គ្រប់គ្រងខ្លាំងបាទអញ្ចឹងចង់សួរគាត់តិចមើលថាហេតុអីបានជាម៉ាដាមគ្រប់គ្រងដំណាំកាហ្វេនៅមណ្ឌលគិរីនេះខ្លាំងម្ល៉េះ Madam, why do you think coffee farm is very good for Mandalgiri? Why WWF support the coffee farm in Cambodia? Yes, so we are an organization that supports biodiversity conservation, and at the same time, biodiversity conservation is always connected to smallholder or to livelihoods, and in this case of smallholder farmers. And we found that together with Coffee Company, we can sort of bring our experiences and our expertises together. ចឹងគាត់ប្រាប់ថានិយាយរួម WWF គាត់ធ្វើការងារនេះគឺដោយសារចំការកាហ្វេនេះគឺវាតាក់ទងជាមួយនឹងសហគមន៍បាទតូចបាទអញ្ចឹងបងប្អូនដែលជាបងប្អូនជនជាតិគឺគាត់អាចនឹងមកចូលរួមទទួលផលតាមរយៈចំការនេះផងដែរហើយ នេះគឺជាផ្លូវមួយដែលអាចជួយថែរក្សាជីវៈចម្រុះបាទនេះដែលអ្វីដែល WWF ចង់បានមែនទែនគឺការធ្វើកសិកម្មមួយដែលអាចជួយទៅដល់បរិស្ថានជីវៈចម្រុះហ្នឹងឲ្យបានល្អ and then I want to know whether how the coffee farm help to preserve the wildlife animal in Mandalgiri. Okay, so this is a bit more complex, but if we offer the farmers that we work with a way to sustain their livelihoods, to make a living, and not having to cut more trees. គាត់បានឆ្លើយថានិយាយរួមដំណាំកាហ្វេនេះវានឹងធ្វើឲ្យបងប្អូនសហគមន៍គឺគាត់មានចំណូលគឺគាត់អត់ចូលទៅកាប់ព្រៃទេបាទអញ្ចឹងដើមឈើខ្មែរនឹងកាន់តែលូតធំទៅវាជាជំរកមួយសម្រាប់សត្វព្រៃបាទអញ្ចឹងទេនេះគឺជាផ្លូវមួយនៅក្នុងការធ្វើឲ្យធម្មជាតិនៅមណ្ឌលគិរីមាននិរន្តរភាពគឺតាមរយៈបងប្អូនសហគមន៍បាទអ្នកនិយាយរួមប្រជាជនទូទៅយើងមានចំណូលច្រើនយើងអត់ចូលព្រៃទៀតទេបាទអញ្ចឹងទេគឺយើងប្រមូលយើងពឹងតែពីធ្វើចការហើយគាត់ថាចការដែលគាត់កំពុងតែមកនេះគឺគាត់ចង់ឃើញការធ្វើចការដែលប្រើថ្នាំពុលបាទថ្នាំគីមីអីហ្នឹងឲ្យវាតែទួចមែនទែនប៉ះពាល់ទៅដល់បរិស្ថានតិចប៉ុន្តែវាជួយមកវិញធំបាទអញ្ចឹងដាំកាហ្វេគឺលើសពីកាហ្វេនៅមណ្ឌលគិរី Thank you so much. Thank you.